អាចនឹងមានអ្វីកើតឡើងមកលើកម្ពុជានៅក្នុងឆ្នាំ2050កាលពីឆ្នាំ2018មានមន្ត្រីអ្នកនាំពាក្យរបស់គណៈបកប្រជាជនម្នាក់គាត់បានបង្ហើបប្រាប់វិទ្យុអាស៊ីសេរីថាកម្ពុជានឹងមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់កន្លែងទាំងអស់នៅក្នុងឆ្នាំប្រហែលជា2050កាលនោះខ្ញុំស្មានតែគាត់និយាយលេងពីព្រោះអីការអភិវឌ្ឍបែបហ្នឹងគឺវាហាក់ដូចជាយឺតយ៉ាវខ្លាំងណាស់បងប្អូនប៉ុន្តែថ្មីនេះយុទ្ធសាស្ត្រចក្រាវិស័យរបស់ក្រសួងបរិស្ថានក៏បានដាក់ទិសដៅអតិភិបថានឹងធ្វើឲ្យកម្ពុជាមានគម្របព្រៃឈើ 60% នៅឆ្នាំ2050នឹងដែរហេតុអ្វីបានជាចាំដល់ឆ្នាំ2050តើបងប្អូនភ្លេចហើយឬអីថាទឹកដីកម្ពុជាក្រោមរបស់យើងដែលកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងខុសច្បាប់របស់វៀតណាមវានឹងគ្រប់100ឆ្នាំគត់នៅក្នុងឆ្នាំ2049ដូច្នេះឆ្នាំ2050គឺវាប្រកាសជាពេញលេញស្របច្បាប់នៅក្នុងកណ្ដាប់ដៃគេបាត់ទៅហើយពីព្រោះហេតុដូច្នេះហើយបានជាថ្មីនេះមានការបែកធ្លាយផែនទីដែលគូសដោយភាគីវៀតណាមដែលនៅក្នុងផែនទីនោះបង្ហាញថានៅឆ្នាំ2050គឺខ្មែរបាត់ដីស្ទើរទាំងស្រុងទៅវៀតណាមអញ្ចឹងឃើញថាអ្វីដែលអ្នកនាំពាក្យរូបនោះបាននិយាយអំពីការអភិវឌ្ឍនៅឆ្នាំ2050នោះវាមិនមែនជាការចៃដន្យទេវាអាចជាគម្រោងហើយបើជាគម្រោងដូចនេះគឺថាវាមិនយូរទេផែនការលេបទឹកដីខ្មែរគឺនៅតែមួយប្រព្រឹត្តភ្នែកទៀតប៉ុណ្ណោះបងប្អូន